maiយើងឲ្យទៅលឺថាធ្វើបន់ហ្នឹងដឹងទៅពីអស់លុយហ្មងប៉ុន្តែវិធីសាស្ត្រធ្វើបន់ហ្នឹងមានរហូតទៅដល់10ទី1ចែកទានអាហ្នឹងអស់លុយយើងមានលុយមានកាក់មានរបស់មានរបរជូនដល់អ្នកក្រីក្រពិបាកជួយអ្នកជំងឺឬក៏ថ្វាយចង្ហាន់គេប្រសង់ជូនលុយជូនកាក់ម៉ែឪចឹងទៅទី1ហ្នឹងក៏បានបន់ដែរទី2សូម្បីតែរក្សាសិលនិយាយឲ្យស្រួលជាងហ្នឹងគឺខាការរៀបចំអរិយាបថរស់នៅឲ្យបានសមរម្យចេះគួសមចេះរស់រាយចេះរាក់ទាក់ចេះដឹងខុសត្រូវដឹងទៀបដឹងខ្ពស់នឹងក៏ជាការរក្សាសិលហើយក៏បានបន់ដែរឧបមាដូចជាថាអ្នក receptionist អ្នកទទួលភ្ញៀវចាបើមិនចេះរស់រាយរាក់ទាក់ទទួលគេទេគេមិនមុនទិញអីវ៉ាន់យើងទី3ធ្វើសមាធិធ្វើចិត្តឯហ្នឹងកុំឲ្យល្វើល្វាយច្រើនមនុស្សយើងរាល់ថ្ងៃហ្នឹងកើតទុកច្រើនណាស់បាត់ថាមានលុយមានកាក់បច្ចេកទេសខ្ពស់យ៉ាងណាក៏ដោយអញ្ចឹងបានបន់ត្រង់ថាចិត្តហ្នឹងចិត្តស្មើអត់ល្វើល្វាយច្រើនទី4សូម្បីតែចេះគោរពអោនលំទោនអ្នកដតីអ្នកដែលមានគុណមានមេត្តាបិតាគ្រូយើងទៅដល់បន់ទានឬក៏ពេលណាទៅជួបមេត្តាបិតាហ្នឹងយើងថ្វាយអង្គមគាត់ទៅយើងបានបន់ជួបចាស់ជួបទុំអោនលំទោនជួបព្រះសង្ឃលើកដៃសំពះសូម្បីតែឃើញព្រះពុទ្ធរូបឬក៏ឃើញវត្តអារាមលើកដៃសំពះហ្នឹងក៏បានបន់ដែរទី5ជួយកិច្ចការងារអ្នកដតីគេរវល់រើផ្ទះរើសបែងគេរៀបចំបុណ្យទានរៀបចំតុកអីលាងចានលាងឆ្នាំងបោសសម្អាតយើងទៅជួយគេក៏បានបន់ដែរឬក៏គ្រាន់តែគេជ្រុះបិចយើងរើសបិចឲ្យគេហ្នឹងក៏បានបន់ដែរឃើញសម្រាមហើយយើងរើសដាក់ក្នុងធុងសម្រាមហ្នឹងក៏បានបន់ដែរទី6បង្រៀនគេយើងហៅថាធម្មទេសនាឬក៏ធម្មទានគ្រូបង្រៀនសិស្សម៉ែបដៅកូនបងពយល់ប្អូននឹងក៏ជាធម្មទានដែរគឺថាឲ្យអ្នកដតីនឹងបានចំណេះដឹងឲ្យពុទ្ធសាសនាប្រសង់សម្ដែងធម៌ដល់ពុទ្ធបរិស័ទឲ្យស្វែងរកផ្លូវត្រូវក្នុងជីវិតហ្នឹងក៏ជាបុណ្យកុសលខ្ពស់ទៀតផងពុទ្ធសាសនាទី7សូម្បីតែស្ដាប់ធម៌ដោយគោរពក៏បានបុណ្យដែរឬក៏ស្ដាប់គ្រូបង្រៀនឬក៏ស្ដាប់ពាក្យទូមានរបស់អ្នកណាក៏ដោយបានបុណ្យត្រង់បានបញ្ញាហ្នឹងហ្មងត្រង់ស្ដាប់ទៅហើយបានពន្លឺបញ្ញាហ្នឹងកើនឡើងហើយទី8ជូនបុណ្យគេយើងធ្វើបុណ្យហើយយើងសប្បាយចិត្តយើងចង់ឲ្យគេបានបុណ្យដែរយើងជូនបុណ្យគេទៅហើយទី9ពេលគេជូនហើយយើងសប្បាយចិត្តនឹងបុណ្យដែលគេធ្វើហ្នឹងត្រេកអរសាធុទៅឬក៏ពេលខ្លះមិនបាច់គេជូនក៏បានដែរយើងឃើញគេធ្វើល្អគេធ្វើសាងផ្លូវធ្វើស្ពានដាំដើមឈើគេដឹងគុណម៉ែឪល្អណាស់ណោះគេប្រឹងប្រែងណាស់សប្បាយចិត្តជាមួយគេហ្នឹងក៏បានបុណ្យដែរទី10យល់ត្រូវយល់ថាម៉ែឪមានគុណយល់ថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់យល់ថាកម្មហ្នឹងពិតជាឲ្យផលមែនអញ្ចឹងយល់ត្រូវហ្នឹងគឺថាម៉ែឪមានគុណធ្វើល្អបានផលល្អធ្វើអាក្រក់ថ្ងៃណាមួយផលអាក្រក់នឹងត្រឡប់មកវិញអញ្ចឹងវិធីសាស្ត្រ10យ៉ាងដែលអាចធ្វើបុណ្យបានហ្នឹងហើយក្នុងចំណោម10ហ្នឹងមានតែមួយទេដែលអស់លុយតែទី1ចេះចែកទានទី2រស់នៅដោយមានសិលធម៌ល្អទី3ចេះធ្វើសមាធិចេះទី4ចេះគោរពអោនលំទោនអ្នកដតីទី5ជួយធ្វើកិច្ចការងារគេទី6បង្រៀនគេទី7រៀនដែលយកចិត្តទុកដាក់បានចំណេះដឹងទី8ជូនបុណ្យគេធ្វើអំពើល្អហើយចង់ឲ្យគេបានល្អដែរនឹងជូនបុណ្យគេទី9ត្រេកអរនឹងអំពើល្អរបស់គេហើយទី10យល់ត្រូវទាំង10ហ្នឹងសិតតែបានបុណ្យទាំងអស់ហើយបុណ្យតែមួយដែលអស់លុយគឺឲ្យទានក្រៅពីហ្នឹងតាណាក៏យើងអាចរកបុណ្យបាន